សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Overlord ភាគទី11តោះកុំឲ្យសាំញ៉ាំយូរចូលសាច់រឿងរបស់យើងបានចាប់ផ្ដើមឡើងដោយ Momonga គាត់កំពុងតែឆែកមើល Sheltia ថាយ៉ាងម៉េចហើយគាត់ក៏បាននិយាយថាមិននឹកស្មានថាគាត់ត្រូវការប្រើរបស់កម្រិតទេវតាទេនេះរបស់ដែលគាត់យកទៅឆែកមើល Sheltia ហ្នឹងគឺកម្រិតទេវតាកំពុងឆែកមើលសុក Nabrel គាត់ក៏បានផ្ញើសារមក Momonga គាត់ថាមានរឿងអីមែន Nabrel ក្រែងខ្ញុំប្រាប់ឯងហើយតើថាខ្ញុំរវល់មានរឿងអីនិយាយមក Nabrel គាត់ក៏បានប្រាប់ថាមេដឹកនាំហ្គីលខាងអ្នកផ្សងព្រេងនឹងគេបានផ្ញើសារមកបើតាមតែមើលទៅគេចង់កោះហៅលោកម្ចាស់ទៅហ្គីលតែម្ដងហើយប្រភាសាគ្នារឿងបិសាចជញ្ជក់ឈាមដែលបង្ហាញខ្លួននៅជាតិ Irentel នឹងឯងខ្ញុំយល់ហើយប្រាប់គាត់ទៅវិញទៅខ្ញុំកំពុងតែធ្វើដំណើរចេញទៅពួកគេក៏បានពិភាក្សាគ្នាគេថាយប់មិញហ្នឹងនៅក្នុងព្រៃដែលនៅជាតិ Irentel មានអ្នកផ្សងព្រេងឋានៈដែក7នាក់គឺបានជួបជាមួយនឹងបិសាចជញ្ជក់ឈាមមួយក្នុង7នាក់នោះ5នាក់គឺបានស្លាប់បើតាមដែលយើងដឹងពីអ្នកដែលនៅរស់ហ្នឹងបិសាចហ្នឹងគឺមានសក់តុងដែងហើយមាត់ហ្នឹងគឺធំដោយបំភ្លេចមិនបានMomongaគាត់ក៏ដឹងដែរថាគឺជា Sheltia ហើយបិសាចនៅផងដែរគឺគេអាចធ្វើឲ្យសត្រូវរបស់គេខ្លាចទៅជាកូនចៅគេបានដោយប្រើឈាមបើសិនជាបិសាចជញ្ជក់ឈាមនឹងចូលមកដល់ Irentel ពួកយើងច្បាស់ជាមានគ្រោះមហន្តរាយធំហើយបន្ទាប់មកមានគេសួរថាតើរឿងហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងរឿងកាលនៅកន្លែងកប់ខ្មោចហ្នឹងអត់បន្ទាប់មកតាសក់លឿងក៏គាត់ថាអូអាកាលលោកម៉ូម៉ុនទៅវាយហ្នឹងឯងពាក់សក់ខ្មៅនេះក៏គាត់ថាខ្ញុំពិតជាចំណែនលោកម៉ូម៉ុនមែនគ្រាន់តែធ្វើការទិញតួចឹងសោះបានឡើងក្បាល Michael ដែរណែកុំនិយាយចឹងមើលបើតាមតែរបស់របរដែលយើងប្រមូលផ្ដុំមកពីកន្លែងកប់ខ្មោចហ្នឹងពួកយើងក៏បានដឹងថារឿងមួយហ្នឹងគឺពាក់ព័ន្ធជាមួយនឹងSoranonក្រែហ្នឹងគឺជាសង្គមស្ងាត់ដែលប្រើខ្មោចងាប់ហ្នឹងឯងអញ្ចឹងរឿងបិសាចជញ្ជក់ឈាមលើកហ្នឹងក៏ប្រហែលជាពាក់ព័ន្ធជាមួយនឹងខាងហ្នឹងដែរវាអាចជាការបំវាយក៏ថាបានតែទោះយ៉ាងណាក៏ដោយពួកយើងនៅតែមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីវិតម្លៃលើស្ថានភាពមួយហ្នឹងទេត្រូវហើយពួកយើងក៏មិនអាចដឹងថាកម្លាំងបិសាចមួយហ្នឹងវាខ្លាំងប៉ុណ្ណាដែរបើអ្នកប៉ះហ្នឹងគឺសិតតែជាក្បាលដែកហ្នឹងអ្វីដែលយើងដឹងហ្នឹងគឺថានៅពេលដែលយើងឃើញបិសាចជញ្ជក់ឈាមហ្នឹងនៅជិតហ្នឹងគឺមានរោងភ្នំមួយបិសាចជញ្ជក់ឈាមហ្នឹងគឺអត់មានពាក់ព័ន្ធជាមួយនឹងSoranonទេមិនបានឯងដឹងបិសាចជញ្ជក់ឈាមហ្នឹងឈ្មោះថា Honyup គឺ Honyup ពីយូកូចឹងបិសាចជញ្ជក់ឈាមហ្នឹងគឺឈ្មោះថា Hoyo ស្អីរ៉ាមិនបានឯងស្គាល់បិសាចជញ្ជក់ឈាមមួយហ្នឹងMomongaគាត់ថាដោយសារតែគាត់បានតាមប្រមាញ់បិសាចមួយហ្នឹងគេជាយូរមកហើយគាត់មានប្រព័ន្ធទិញទួចជាមួយនឹងនាងផងដែរMomongaគាត់ថាទៀតគាត់នឹងឲ្យក្រុមរបស់គាត់ទៅស៊ើបការមើលបើសិនជានាងនៅកន្លែងដែលគាត់នឹងទៅសម្លាប់នាងចោលតើឯងប្រកាសទេខ្ញុំមានអាវុធសម្ងាត់ដើម្បីជំនួយនៅក្នុង Crystal មួយនេះគឺវាមានយុទ្ធសាស្ត្រកម្រិតទី8ឯណោះពួកយើងមិនជឿទេឯងក៏អត់ទេដឹងអាចយកទៅពិនិត្យមើលបានតាមានអីតែខ្ញុំគិតថាយើងអត់មានពេលវេលាដើម្បីពិនិត្យមើលទេបន្ទាប់មក Megil ក៏គាត់សួរថាចុះរង្វាន់ឯងចង់បានអីគេMomongaគាត់ថាចាំនិយាយលើក្រោយទៅក៏តែទោះយ៉ាងណាបន្ទាប់ពីការងារមួយនេះហើយខ្ញុំចង់ឡើងឋានៈទៅជា Orichacumបន្ទាប់ពីនិយាយហើយម្នាក់គឺគេភ្ញាក់ផ្អើលខ្លាំងមែនទែនជាពិសេសម្នាក់សក់ខ្មៅនឹងឯងបរិសុទ្ធសក់ខ្មៅនឹងគាត់ថាឥឡូវបើឡើងឋានៈឲ្យខ្ញុំនាំក្រុមខ្ញុំទៅដែរMomongaគាត់ថាគាត់ត្រូវការណាគេទៅដៃទៅជើងគាត់ទេបរិសុទ្ធសក់ខ្មៅនេះគាត់ខឹងគាត់ថាម៉េចហើយគាត់អញជឿជាក់លើអាអ្នកផ្សងព្រៃទៅចូលថ្មីយ៉ាងមែនហើយម្យ៉ាងទៀតពួកយើងក៏ដឹងថាបិសាចជញ្ជក់ឈាមនឹងខ្លាំងឬមួយក៏អត់ផងហ្នឹងជឿបើសិនជាវាអន់ទៅមិនឯឡើងឋានៈទៅ Orichacum ស្រួលងាយស្រួលហើយបានឲ្យជប់ទៅ Lake Walk ម្នាក់ប្រុសសក់ខ្មៅនោះឈ្មោះថា Lake Walk ហេអ្វីឈ្មោះតំណងMomongaគាត់ថាអត់អីចឹងតែប្រាប់ឲ្យតែឯងទៅដឹងតែស្លាប់ 100% តែម្ដងគ្រាន់តែនិយាយចាប់ពួកគាត់ពិតជាស្លាប់មែនតែដែលសម្លាប់នោះគឺគ្មានអ្នកណាក្រៅពីMomonយើងនឹងឯងយើងហាមឯងហើយទៅតែឯងមិនស្ដាប់យើងអញ្ចឹងនេះគឺជារង្វាន់សម្រាប់ជំរឿសរបស់ឯងលើក្រៅដឹងខ្លួនឯងលោកម្ចាស់ខ្ញុំធ្វើការងារបានល្អអត់មានអីតែបើតាមតែមើលទៅដូចជាមិនបាច់ចាំហៅឯងមកក៏បានដែរនេះម៉ារ៉េជួយយើងធ្វើមិនជាមួយនឹងសាកសពពួកវានឹងយកពួកវាត្រឡប់ទៅវិញដោយសារខ្ញុំចង់សាកមើលថាសាកសពពួកអ្នកផ្សងព្រេងឋានៈធំអញ្ចឹងវាអាចធ្វើឲ្យខ្មោចរបស់ខ្ញុំនឹងវាខ្លាំងក្លាជាងមុនអត់ម៉ារ៉េនាំណាបេរ៉ែលទៅណាសរិកវិញទៅហាម៉ូស្កេគាត់ក៏សួរទៅកាន់Momonថាលោកម្ចាស់តើលោកម្ចាស់អាចយកខ្ញុំទៅធ្វើជាម្ហូបអាហារអត់ហាម៉ូស្កេតាំងពីចូលមកគឺគាត់ដែលធ្វើឲ្យមានប្រយោជន៍ទេអញ្ចឹងហើយគាត់ក៏ភ័យខ្លាចថាMomongaយើងនឹងយកគាត់ទៅធ្វើម្ហូបហើយទៅគាត់ភ័យគាត់ណាបេរ៉ែលក៏គាត់ថាឯងគឺជាសត្វចិញ្ចឹមរបស់គាត់អញ្ចឹងគ្មានណាគេយកឯងទៅស៊ីដែលមានការអនុញ្ញាតទេអញ្ចឹងជួយមើលថែខ្ញុំផងលោកម្ចាស់ណាបេរ៉ែលបន្ទាប់មកMomongaនិង Albedo ក៏ដើរទៅរក Sheltia ទៅMomonga បានស្រែកហៅ Sheltia តែ Sheltia គឺអត់មាត់អត់អីទេសូម្បីតែរើហ្នឹងក៏អត់នេះដែរអត់រើដែរ Albedo គាត់ថា Sheltia មិនអត់លឺលោកម្ចាស់ហៅឬអីឯងដូចជាមើងងាយគាត់ដល់ហើយMomonga គាត់ក៏ឲ្យ Albedo ស្ងាត់ក៏ដោយសារតែគាត់នឹកឃើញរឿងមួយអ្វីដែល Momonga គាត់ដឹកហ្នឹងគឺថាមានអ្នកខ្លាំងម្នាក់មកវាយជាមួយនឹង Sheltia បន្ទាប់មកក៏បានប្រើមុនអង្គមបង្វក់ខួរក្បាលនៅពេលដែលប្រើហើយក៏បានចាក់ចេញទៅដោយអត់មានបជា Sheltia ហ្នឹងឲ្យទៅធ្វើស្អីរបៀបថាធ្វើឲ្យខួរក្បាលហ្នឹងបាត់ការចងចាំហើយទៅឲ្យខួរក្បាលហ្នឹងស្ដាប់តាមយើងបជាទៅណាគឺទៅនឹងក៏ប៉ុន្តែដល់ពេលហើយពេលគេដាក់ហើយគេបានបជា Sheltia ហ្នឹងទៅណាទេអញ្ចឹងហើយ Sheltia គឺជាប់
ពាំងនៅទៅនឹងតែម្ដងបន្ទាប់មកម៉ងកាគាត់ក៏ចង់ប្រើជៀនអាចផ្កាយរបស់គាត់ដើម្បីដោះយន្តសិលមួយហ្នឹង Albedo គឺគាត់ដែលឃើញជៀនមួយហ្នឹងទេគាត់ដោយសារជៀនមួយហ្នឹងគឺមានតែបរោះកំពូលទេដែលមានវាហើយម្យ៉ាងទៀតយន្តសិលរបស់វាហ្នឹងគឺលើសកម្រិតទី10ទៀតម៉ងកាគាត់ក៏គិតទៅខ្លួនគាត់គាត់ថាខំសំលុយបុកលុយដើម្បីបវល់វាឥឡូវមកចំណាយលើ Celtia ឯណាបន្ទាប់មកម៉ងកាគាត់ក៏បានប្រើជៀនមួយហ្នឹងក៏តែយដានអីប្រើទៅគឺវាបរាជ័យហើយគាត់ក៏ថាជប់យន្តសិលស្អីគេខ្លាំងជាងយន្តសិលលើសពីកម្រិត10ទៀតហើយទៅគាត់ក៏នាំ Albedo ចាក់ចេញពីទីហ្នឹងឲ្យលឿនបន្ទាប់មកម៉ងកាគាត់ក៏ខឹងហើយគាត់ក៏ទាត់ដីបញ្ចេញកំហឹងទៅហើយគាត់ក៏បានប្រាប់ Albedo ទៅថាចិញ្ចៀនហ្នឹងវាដំណើរការក៏ប៉ុន្តែការបន់របស់គាត់ហ្នឹងគឺវាបរាជ័យទៅវិញហើយគាត់ក៏ថាមានអាវុធតែមួយទេដែលអាចទប់ស្កាត់ជាមួយនឹងយន្តសិលកម្រិតទី10បាននោះគឺអាវុធកម្រិតពិភពលោកហើយគាត់នឹកស្មានថានៅក្នុងពិភពលោកមួយហ្នឹងគឺមានវាដែរសោះម៉ងកាគាត់ក៏ប្រាប់ឲ្យ Albedo បរិយបតឹងប្រព័ន្ធការពារនៅ Nasri ឲ្យបានតឹងខ្លាំងបំផុតហើយប្រាប់ឲ្យអ្នកដែលចេញក្រៅហ្នឹងចូលមកក្នុងវិញទាំងអស់មានដូចជា Cybus Damage ហើយនឹង Cocytes Aura ក៏ត្រូវតែត្រឡប់មកវិញដែរម្នាក់ស្រីសក់លឿងនិយាយទៅកាន់ Cyber ថាតើយើងគួរតែត្រឡប់ទៅវិញអត់ Cyber ថាមិនបាច់ទេពួកយើងនៅមានការងារទៅធ្វើតទៀត Cyber ថាលោកម្ចាស់នឹងចាត់ការរឿង Celtia ឲ្យបានល្អចឹងពួកយើងបន្តទៅកាន់ទីក្រុងទៀតបន្ទាប់មកម៉ងកាក៏បាននាំ Albedo ចូលមកបន្ទប់គ្រាប់ទ្រព្យសម្បត្តិហើយក៏សួរ Albedo ថាអត់ដែរចូលមកកន្លែងហ្នឹងឯមែន Albedo ក៏ថាគាត់ដែរចូលមកទេដោយសារតែអត់មានចិញ្ចៀនអញ Solgon បន្ទាប់ពីម៉ងកាយើងឲ្យចិញ្ចៀនហ្នឹងហើយទើបឲ្យគាត់អាចចូលបានបន្ទាប់មកម៉ងកាគាត់ក៏បានដើរចូលមកបន្ទប់អាវុធក្នុងបន្ទប់នេះផងដែរអាវុធខ្លាំងទាំងអស់គឺទុកនៅនឹងទាំងអស់សូម្បីតែអាវុធគ្នារបស់គាត់ដែលប្រើឡើងមកមុនហ្នឹងក៏ទុកនៅក្នុងហ្នឹងដែរ Albedo បានសួរទៅកាន់ម៉ងកាថានៅទីនេះមានសារមន្ទីរទៀតម៉ងកាក៏គាត់ថាពីរអ្នកឯងដឹងអីចុះចឹងពីរអ្នកឯងប្រហែលជាស្គាល់ Pandora Actor ទេចឹងAlbedo គាត់ថាគាត់ដឹងពី Pandora Actor ក៏ប៉ុន្តែគាត់ដែរជួបទេគ្រាន់តែឮឈ្មោះចឹងណាហើយ Pandora Actor ហ្នឹងគឺជាកូនចៅដែលម៉ងកាយើងបង្កើតដោយផ្ទាល់កូនចៅផ្សេងហ្នឹងគឺគ្នារបស់គាត់អ្នកបង្កើតទេចឹងកូនចៅរបស់គាត់ពិតប្រាកដហ្នឹងគឺ Pandora Actor ហ្នឹងឯងហើយកូនចៅរបស់គាត់ហ្នឹងគឺទុកតែមួយគត់គឺការពារបន្ទប់ទ្រព្យសម្បត្តិ Albedo ក៏ដឹងថា Pandora Actor ហ្នឹងគឺជាអ្នកគ្រប់គ្រងខាងលុយចំណាយនៅក្នុង Nasri ហ្នឹងពេលគាត់មកជួបហ្នឹង Pandora Actor ហ្នឹងគឺបានក្លាយបន្លំខ្លួនទៅជាលោកម្ចាស់ Tabula Smaragdina Albedo ស្មានតែមែនទេគាត់គិតថាមិនអាចទេឯងមិនមែនជាគាត់ទេតែឯងជានរណា Albedo ក៏ប្រាប់ឲ្យអ្នកបម្រើនៅជិតខ្លួនគាត់ហ្នឹងតោះសម្រាប់វាចោលម៉ងកាគាត់ថាប៉ុណ្ណឹងបានហើយ Pandora Actorបន្ទាប់មក Pandora Actor ក៏បានប្រែកន្លែងមកជាខ្លួនគាត់វិញរូបរាងរបស់គាត់ហ្នឹងគឺស្តៀងទៅដូចនឹងកងទ័ពរបស់ Germany អញ្ចឹងក៏ដោយសារតែការគាត់បង្កើតមកហ្នឹងគឺគាត់ចង់របៀបថាបង្កើតមកលេងសើចទេតែដល់ពេលឥឡូវមែនតែនដែរបន្ទាប់មកពួកគេក៏បាននិយាយគ្នាម៉ងកាក៏គាត់ថាមកលើកហ្នឹងគឺមកយករបស់ដែលកម្រិតពិភពលោកពេល Pandora Actor គាត់និយាយទៅគឺគាត់ធ្វើកាយវិការដូចលេងសើចមែនទែនសូម្បី Albedo ក៏មើលទៅប្លែកដែរដោយសារតែគាត់គិតតែស្មានតែត្រឹមត្រូវតាមពិតឈួតសុទ្ធហ្នឹងពេលពួកគាត់ដើរចេញទៅ Pandora Actor ក៏បាននិយាយថាថែខ្លួនផងនារីស្រីស្អាត Albedo គាត់ថានារីស្រីស្អាតនិយាយឲ្យដឹងតណៈផងវើយខ្ញុំគឺជាមេគេទាំងអស់នៅហ្នឹងហើយម្នាក់នេះគឺជាអ្នកទី2របស់ខ្ញុំដៃស្ដាំខ្ញុំ Pandora Actor គាត់ថាសូមអធិស្ឋានផងក៏តែខ្ញុំមិនអាចធ្វើខ្លួនឯងហ្នឹងឲ្យល្អនៅចំពោះមុខនារីស្រីស្អាតនោះទេម៉ងកាឃើញចឹងគាត់អូសម្នាក់ឯងម្នាក់មួយអញមិនតិចហើយដឹងទៅថាយើងគឺជាអ្នកបង្កើតឯងមកត្រូវឲ្យលោកម្ចាស់ចឹងឯងត្រូវតែទទួលការងារពីយើងពីអ្នកដែលបង្កើតឯងមកតើឯងអាចឈប់ធ្វើអាគោរពដូចបែប Germany ហ្នឹងទៀតបានទេបាទហេគួរនិយាយដើម្បីវិញវាមើលទៅពិបាកមើលហើយមើលទៅគួរឲ្យខ្មាស់គេទៀតផង Pandora Actor គាត់ក៏បានថាប្រសិនបើទេវតាខ្ញុំចង់ឲ្យខ្ញុំធ្វើបែបនេះហើយម៉ងកាគាត់ខឹងបដ ாய் ឈប់ធ្វើចឹងទៀតដាក់មុខអញទៀតលឺបាទម៉ងកាគាត់ថាមានតែមួយនេះខ្មាស់គេជាងជីកដោទៀតនេះបន្ទាប់មកម៉ងកាប្រាប់ឲ្យ Albedo ឲ្យជាជៀនដែលគាត់ឲ្យហ្នឹងឲ្យទៅ Yuri ទៅហើយ Albedo គឺគាត់ចង់ឲ្យទេ Yuri ហ្នឹងគឺជាដៃស្ដាំរបស់គាត់ហ្នឹងឯងម៉ងកាគាត់ថាបើសិនជាអត់មានជៀនមួយហ្នឹងទេគឺអត់អាចចូលមកបន្ទប់មួយនេះបានទេទោះចូលមកបន្ទប់មួយហ្នឹងបានរូបចម្លាក់ទាំងអស់ហ្នឹងគឺនឹងមកវាយហើយរូបចម្លាក់ទាំងអស់ហ្នឹងគឺធ្វើទៅស្តៀងទៅមិត្តភ័ក្តិរបស់ម៉ងកាទាំងអស់កម្លាំងអីគឺដូចគ្នាទាំងអស់អញ្ចឹងតែតាមការពិតហ្នឹងអីវ៉ាន់ទាំងអស់ហ្នឹងគឺជាអីវ៉ាន់របស់មិត្តភ័ក្តិគាត់ទាំងអស់ហ្នឹងឯងក៏ដោយសារតែមុននឹងគេឈប់លេងហ្នឹងគឺគេបានបកលរបស់អស់ហ្នឹងគឺឲ្យម៉ងកាយើងឯងគេថាឯងអាចយកទៅលក់បានម៉ងកាក៏អាចដាក់ចិត្តលក់ទេអញ្ចឹងហើយគាត់ក៏ទុកតាំងនៅក្នុងហ្នឹងទៅបន្ទាប់មកម៉ងកាគាត់ក៏ឃើញ Albedo ពិបាកចិត្តគាត់ចង់បបាយរឿងគាត់ក៏ប្រាប់ថានោះនៅកន្លែងនោះចាំមើលខ្ញុំដាក់រូបចម្លាក់របស់ខ្ញុំនៅនឹងសម្រាប់ Albedo គាត់មានដឹងអីគាត់ក៏និយាយថាសំឡុងម្ចាស់កុំនិយាយពាក្យបែបហ្នឹងអីគាត់ដោយសារតែគាត់គិតថាម៉ងកាយើងនឹងចាក់ចេញពីពួកគាត់ដូចអ្នកដតីទៀតដែរដូចមេដែលទៅចោលពួកគាត់អញ្ចឹងហើយម៉ងកាយើងគឺទៅតាមក្រោយអញ្ចឹងគាត់ចង់ឲ្យមានរឿងហ្នឹងកើតឡើងទេគាត់ក៏លុតជាកងសុំអង្វរកុំឲ្យតាណាចោលពួកគាត់ហើយគាត់ក៏សុំឲ្យម៉ងកាសន្យាជាមួយនឹងគាត់ថាទៅអត់តាណាចោលគាត់ទេក៏ប៉ុន្តែម៉ងកាក៏អត់សន្យាទេក៏ដោយសារតែគាត់ទៅលើកហ្នឹងគឺគាត់ចង់ប្រើអាវុធកម្រិតពិភពលោកទេក៏ដោយសារតែប្រើម្ដងហើយគឺវានឹងរលាយបាត់ហើយអញ្ចឹងគឺគាត់មានផែនការចង់ទៅវាយ Celtia មួយស្មើដោយខ្លួនគាត់
ហើយម្យ៉ាងទៀត Sheltier នឹងគឺខ្លាំងមែនទែនគាត់ជាអ្នកបង្កើតជាមួយនឹង Peroroncino ចឹងហើយគាត់ក៏ដឹងថា Sheltier គឺខ្លាំងប៉ុណ្ណាចឹងបើសិនជាគាត់វាយចាញ់គឺមានតែទៅហើយលែងត្រឡប់មកវិញទៀតហើយបន្ទាប់មក Manga គាត់ក៏បាននិយាយលើកទឹកចិត្ត Albedo ទៅបន្ទាប់ពីពួកគាត់និយាយគ្នាហើយសាច់រឿងក៏បានស្លេះទៅនិយាយទៅកន្លែងនឹងនិយាយគ្នាច្រើនក៏ប៉ុន្តែដូចជាមានកន្លែងណាដែលមើលទៅគួរឲ្យចាប់អារម្មណ៍ទេចឹងហើយខ្ញុំក៏រំលងកន្លែងណាដែលអត់ប្រយោជន៍រកកន្លែងណាដែលនិយាយមានប្រយោជន៍មកបយអ្នកគ្នាស្ដាប់ទៅជួបគ្នានៅវីដេអូក្រោយ